សង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់កំពុងតែរីករាលដាលទៅកាន់ប្រទេសផ្សេងមួយទៀតហើយនៅថ្ងៃទី30ខែកក្កដាឆ្នាំ2026នេះអេស៊ីបបានរងការវាយប្រហារដោយ drone ជាលើកដំបូងមិនធ្លាប់មានទេតាំងពីចំនួនបានផ្ទុះឡើងចំណែកអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz និងប្រមានសងសឹកអាមេរិកវិញបន្ទាប់ពីអាមេរិកបើកការវាយប្រហាររលកថ្មីនៅលើទឹកដីអ៊ីរ៉ង់យោងតាម CNN អាជ្ញាធរអេស៊ីបបានឲ្យដឹងថាអគ្គិសនីបានឆាបឆេះលើនាវា2គ្រឿងនៅកំពង់ផែ Damietta ស្ថិតនៅឆ្នេរសមុទ្រ Mediterranean បន្ទាប់ពីរងការវាយប្រហារដោយ drone ក្នុងចំណោមនាវាទាំង2គ្រឿងនេះមាននាវាមួយគ្រឿងជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកអាជ្ញាធរបានបញ្ជាក់ថាគ្មានអ្នកស្លាប់ឬក៏រងរបួសឡើយហើយរហូតមកដល់ពេលនេះគឺពុំទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារដោយ drone នោះដែរប្រសិនបើការស៊ើបអង្កេតបានបញ្ជាក់ថាវាជាការវាយប្រហារដោយចេតនានេះនឹងក្លាយទៅជាលើកដំបូងដែលអេស៊ីបត្រូវបានទាញចូលទៅក្នុងចំនួនអាមេរិកនិងអ៊ីរ៉ង់ការវាយប្រហារនៅលើអេស៊ីបកើតឡើងបន្ទាប់ពីអាមេរិកបានចាប់វាយអ៊ីរ៉ង់ជាថ្មីម្ដងទៀតកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2026ដើម្បីសងសឹកអ៊ីរ៉ង់ចំពោះការបាញ់មីស៊ីលសម្ដៅលើកងទ័ពអាមេរិកនៅបច្ចឹមបូព៌ាកាលពីថ្ងៃមុនកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថាច្រកសមុទ្រ Hormuz នឹងត្រូវបិទហើយអ៊ីរ៉ង់នឹងត្រូវសងត្រឡប់ទៅអាមេរិកចំពោះរលកវាយប្រហារថ្មីមកលើទឹកដីរបស់ខ្លួនអ៊ីរ៉ង់ក៏បានប្រមានប្រទេសអឺរ៉ុបពីរផងដែរគឺប្រទេសអេស៊ីបនិងប្រទេសប៊ុលហ្គារីកុំឲ្យអាមេរិកប្រើមូលដ្ឋានយោធានៅក្នុងទឹកដីរបស់ពួកគេដើម្បីវាយប្រហារនៅលើអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បញ្ជាក់ថាប្រទេសណាមួយដែលអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារលើអ៊ីរ៉ង់នឹងត្រូវចាត់ទុកថាជាអ្នកចូលរួមនៅក្នុងអំពើឈ្លានពាននៅពេលនេះក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានប្រកាសថាប្រទេសចំនួន14បានគាំទ្របង្កើតសម្ព័ន្ធការពារផ្លូវសមុទ្រដើម្បីការពារផ្លូវដឹកជញ្ជូនអន្តរជាតិនិងពាណិជ្ជកម្មពិភពលោកចំពេលការគម្រាមកំហែងកើតឡើងនៅច្រក Hormuz និងសមុទ្រក្រហម